នេះគឺជាសម្លេងដ៏សោកសៅមួយរបស់សាច់ញាតិដែលបានស្លាប់ដោយអភូតហេតុរំជួយផែនដីដឹងហើយមនុស្សដែលជាទីស្រឡាញ់របស់ខ្លួនឲ្យវិលត្រឡប់មកវិញកូនប្អូនបងឪពុកម្ដាយកុំទៅណាចោលគ្នាព្រោះយើងកំសត់កម្រជាមួយគ្នាណាសូមវិលមកវិញមកនេះជាសោកនាដកម្មមួយដ៏សាហាវយងខ្នងរបស់ធម្មជាតិហើយយើងគ្រប់គ្នាមិននឹកស្មានដល់តែមួយប្រព្រឹត្តភ្នែកសោះធ្វើឲ្យមនុស្សគ្រប់គ្នាបែកបាក់គ្រួសារបងប្អូនកូនចៅនិងជាមនុស្សដែលជាទីស្រឡាញ់របស់ខ្លួនព្រាត់ប្រាសលំនៅឋានមិនតែប៉ុណ្ណោះអ្វីត្រូវបាត់បង់ទាំងអស់រួមទាំងទ្រព្យសម្បត្តិផ្ទះសម្បែងទាំងសេចក្តីសុខផ្លូវចិត្តនិងទាំងសេចក្តីសុខផ្លូវកាយត្រូវរលាយតែមួយប្រព្រឹត្តភ្នែកសោះគួរឲ្យសង្វេគណាស់បងប្អូនហើយគ្រួសារគេគ្រួសារយើងសាច់ញាតិគេស្គៀតជើងដូចតែគ្នាទេបងប្អូនវាគួរឲ្យអាណោចអាធមមែនតើទោះបីមានការសង្គ្រោះយ៉ាងមមាញឹកញាប់ដៃញាប់ជើងយ៉ាងណាក៏ដោយក៏នៅមន្ទីរពេទ្យមានអ្នករងគ្រោះជាច្រើនសូមស្ដាប់បងស្រីម្នាក់នៅក្នុងហេតុការណ៍នេះងើតែត្រៀមវះហើយរុញឡើងទៅលើវិញហើយតែចៀតខ្លាំងណាចាហើយអាគារចាស់នៅមន្ទីរពេទ្យអាចจะមានបាត់ដែរដោយសារមានស្រុតដែរហើយខ្ញុំចូលទៅអត់ចុះឥឡូវនេះខ្ញុំចេញមកក្រៅវិញយកអ្នកជំងឺដែរចេញទៅផ្ទះសិនអ្នកជំងឺនៅក្នុងសង្គ្រោះបន្ទាន់ចូលអត់បានអឡូទាំងនេះគឺជាសកម្មភាពដ៏ឃោរឃៅរបស់ធម្មជាតិដែលកំពុងលេបត្របាក់អាគារខ្ពស់អាគារធំនិងសម្លាប់ជីវិតមនុស្សសត្វយ៉ាងសាហាវឃោរឃៅបំផុតអោបងប្អូនហើយបងប្អូនពិតជាលំបាកខ្លាំងណាស់នៅពេលដែលអាគារធំបាក់សង្កត់លើនោះតើបងប្អូនលំបាកយ៉ាងណាបងប្អូនអោព្រះជាម្ចាស់ប្រចាំចក្រវាលទាំងមូលតើលោករត់កិច្ចទៅណាអស់ហើយហេតុអ្វីបានជាមិនមើលកូនស្រមោចស្រអាដែលកំពុងរងគ្រោះវេទនាលំបាកយ៉ាងនេះជាសកម្មភាពដែលការយកសាកសពពីកំណត់បាក់បែកមហាសែនរន្ធត់មហាសែនអាណិតដែលគំនោបាក់បែកសង្កត់ទៅលើមនុស្សទាំងរស់ជួយផែនដីបងប្អូនមើលបាក់ដីនឹងលងថ្ងៃនេះចែកកន្លែងបងប្អូន